ញ៉ាព្រះឃ្លាំងនោងគឺជាឈ្មោះរបស់កវីនិពន្ធខ្មែរមួយរូបនាសម័យកណ្ដាលប៉ុន្តែគួរឲ្យស្ដាយណាស់ដោយមិនមានឃើញព័ត៌មានណាមួយដែលអាចបង្ហាញពីថ្ងៃខែឆ្នាំកំណើតស្រុកកំណើតរបស់លោកឡើយនិងសូម្បីតែនាមបិតារបស់លោកក៏ពុំមានឯកសារណាមកបញ្ជាក់នោះដែរលោកអាចកើតនៅចន្លោះទសវត្សរ៍ទី17និង18បើយោងតាមឯកសាររបស់អង្គការទេពពិទូលោកឈឹមក្រសែមនិងលោកចាស់ប៉ិនបានគូបញ្ជាក់ថាអង្គការព្រះឃ្លាំងនោងត្រូវជាប្អូនបង្កើតរបស់ព្រះបិតានៃព្រះបរមជាតិក្សត្រីគឺសម្ដេចព្រះវររាជនីបរមពុទ្ធនៃព្រះបាទព្រះនរោត្តមថែមទៀតផងអង្គការព្រះឃ្លាំងនោងគឺជាកវីនិពន្ធខ្មែរមួយរូបដែលបានរស់នៅឆ្លងកាត់ជាច្រើនរជ្ជកាលក្នុងរាជ្យព្រះមហាក្សត្រខ្មែរមានដូចជាក្នុងរជ្ជកាលព្រះបាទអង្គឯងដែលព្រះអង្គបានសោយរាជ្យពីឆ្នាំ1779ដល់ឆ្នាំ1797ក្នុងរជ្ជកាលព្រះអង្គច័ន្ទដែលព្រះអង្គបានសោយរាជ្យពីឆ្នាំ1797រហូតដល់ឆ្នាំ1835ក្នុងរជ្ជកាលក្សត្រីអង្គមីដែលបានសោយរាជ្យចាប់ពីឆ្នាំ1835រហូតដល់ឆ្នាំ1847និងក្នុងរជ្ជកាលព្រះបាទអង្គឌួងដែលព្រះអង្គបានសោយរាជ្យចាប់ពីឆ្នាំ1841រហូតដល់ឆ្នាំ1860ប្រទេសកម្ពុជានាសម័យក្រុងឧដុង្គមានជ័យមានអ្នកប្រាជ្ញខាងអក្សរសាស្ត្រជាច្រើនរូបបណ្ដាលអ្នកប្រាជ្ញទាំងនោះមានអ្នកប្រាជ្ញខ្មែរមួយរូបដែលមាននាមដើមថានោងជារាជបណ្ឌិតមានឋានន្តរស័ក្តិ3ថ្នាក់គឺអង្គញាវង្សាសពេជ្រអង្គញាវង្សាក្សត្រីនិងអង្គញាព្រះឃ្លាំងដែលអ្នកផងធ្លាប់ហៅថាអង្គញាព្រះឃ្លាំងនោងដល់សព្វថ្ងៃអង្គញាព្រះឃ្លាំងនោងបានបួសរៀនបរិយធម៌ផងដែរតែមិនឃើញមានឯកសារណាមួយបាននិយាយបញ្ជាក់ឲ្យច្បាស់ថាលោកបានសិក្សាដល់កម្រិតណានោះទេរាល់សំណាងឯកសារទាំងអស់បានត្រឹមតែបញ្ជាក់ពីងារស័ក្តិរបស់លោកតែប៉ុណ្ណោះអង្គញាព្រះឃ្លាំងនោងដែលស្ថិតនៅក្នុងភាវៈជាភិក្ខុធ្លាប់បានធ្វើជាចៅអធិការវត្តនៅវត្តចតុទិសនៅក្រុងឧដុង្គផងដែរនេះបើយោងតាមទស្សនាវដ្តីមិត្តសាលាបាលីឆ្នាំទី2លេខ2ទំព័រលេខ57ដែលបានចុះផ្សាយក្នុងខែកុម្ភៈឆ្នាំ1951ដែលកាលនោះលោកទទួលបានសមណស័ក្តិជាមហាព្រហ្មនីនៅពេលដែលលោកនៅក្នុងសមណស័ក្តិជាព្រះមហាព្រហ្មនីលោកបានធ្វើជាគ្រូនៃបុត្ររបស់សម្ដេចព្រះនរាមាធិបតី4អង្គគឺព្រះអង្គច័ន្ទព្រះអង្គស្ងួនព្រះអង្គអ៊ឹមនិងព្រះអង្គឌួងលោកមិនត្រឹមតែជាគ្រូប៉ុណ្ណោះទេលោកថែមទាំងបានធ្វើជាគ្រូឧបាធ្យាយបំបួសព្រះអង្គឌួងជាសាមណេរទៀតផងនៅឆ្នាំមុមេត្រីស័កគ្រិស្តសករាជឆ្នាំ1810នៅក្នុងឆ្នាំវកចត្វាស័កគ្រិស្តសករាជ1811ព្រះអង្គអ៊ឹមនិងព្រះអង្គឌួងបានយាងទៅទីក្រុងបាងកកហើយព្រះមហាព្រហ្មនីនោងក៏បាននិមន្តជូនព្រះរាជដំណើរនៃព្រះរាជបុត្រាទាំងពីរអង្គនេះផងដែរនេះបើយោងតាមសៀវភៅព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតីភាគទី6នៅក្នុងទំព័រទី883ព្រះមហាព្រហ្មនីនោងគង់នៅទីក្រុងបាងកកជាមួយនឹងអង្គម្ចាស់ទាំងពីរអង្គលុះពេលត្រឡប់មកវិញលោកក៏និមន្តត្រឡប់មកវិញផងដែរពេលត្រឡប់មកពីប្រទេសសៀមវិញលោកអុកញ៉ាព្រះឃ្លាំងនោងលោកមកគង់នៅស្រុកមង្គលបុរីខេត្តបាត់ដំបងតែគ្មានប្រភពព័ត៌មានណាមួយអាចបញ្ជាក់បានថាលោកបានលាចាកសិក្ខាបទនៅឆ្នាំណានោះទេតែនៅក្នុងសៀវភៅព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតីបានបញ្ជាក់ឲ្យឃើញថាងារមហាព្រហ្មនីបានធ្លាក់ទៅលើភិក្ខុមួយអង្គផ្សេងទៀតដែលមានព្រះនាមថាភិក្ខុម៉ានៅឆ្នាំខាលឆស័កគ្រិស្តសករាជ1854ដូច្នេះយើងអាចសន្និដ្ឋានបានថាព្រះមហាព្រហ្មនីនោងបានលាចាកសិក្ខាបទមុនឆ្នាំ1854អង្គញាព្រះឃ្លាំងនោងបានលាចាកសិក្ខាបទ
ហើយបានរៀបការជាមួយនឹងនារីម្នាក់ឈ្មោះថានាងមាសគាត់បានកូនប្រុស2នាក់និងកូនស្រីចំនួន4នាក់លុះក្រោយមកទៀតព្រះហិរៈរាមាបានប្រទានអ្នកម្នាងតូចឲ្យមកធ្វើជាភរិយាមួយទៀតដូច្នេះបានសេចក្តីថាអុកញ៉ាព្រះឃ្លាំងនោះគាត់មានប្រពន្ធរហូតដល់2ហើយការរួមរស់នៅជាមួយអ្នកម្នាងតូចលោកអុកញ៉ាព្រះឃ្លាំងនោះមានកូនប្រុសចំនួន2នាក់និងកូនស្រីចំនួន1នាក់ថែមទៀតគូបញ្ជាក់ផងដែរថាកូនប្រុសរបស់អុកញ៉ាព្រះឃ្លាំងនោះទាំងអស់សុទ្ធតែបានធ្វើជាមន្ត្រីរីឯកូនស្រីរបស់លោកវិញក៏បានធ្វើជាភរិយារបស់មើលមន្ត្រីនៅក្នុងចំនួននោះផងដែរនៅគ្រិស្តសករាជ1847ព្រះអង្គឌួងបានអភិសេកជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដោយសោយរាជ្យនៅក្រុងឧដុង្គមានជ័យពេលនោះព្រះករុណាព្រះអង្គឌួងទ្រង់ព្រះមេត្តាប្រោសយកបណ្ឌិតមហាព្រហ្មនីនងមកតាំងជាអាចារ្យហ្លួងនៅក្នុងរាជវាំងដែលមានតំណែងជាចាងវាងក្រុងរាជបណ្ឌិតហើយទ្រង់ព្រះរាជទានស្រុកកោះសុទិនឲ្យជាស្រុកសួយរបស់អុកញ៉ាព្រះឃ្លាំងនងដរាបដល់លោកអស់អាយុក្នុងតួនាទីជាមន្ត្រីរាជការនេះលោកនងក៏បានទទួលនៅការដំឡើងឋានៈនិងឋានន្តរស័ក្តិជាបន្តបន្ទាប់ដូចជាអុកញ៉ាវោហាសពេជ្រអុកញ៉ាវង្សាក្សត្រីនិងជាបញ្ចប់គឺឋានៈជាអុកញ៉ាព្រះឃ្លាំងនេះឯងម្យ៉ាងទៀតក្រៅពីកិច្ចការនៅក្នុងរាជការអុកញ៉ាព្រះឃ្លាំងនងក៏បានចំណាយពេលវេលាផ្ទាល់ខ្លួនតែនិពន្ធនិងបានបកប្រែជាភាសាបាលីមកខ្មែរដោយតែនិពន្ធនិងរចនាជាកំណាព្យបទផ្សេងៗគួរជាទីចាប់អារម្មណ៍របស់ជនទូទៅទៀតផងនៅឆ្នាំវកទស័កគ្រិស្តសករាជ1860សម្ដេចនរោត្តមបានបញ្ជាឲ្យអុកញ៉ាព្រះឃ្លាំងនងដែលនៅក្នុងពេលនោះលោកមានឋានៈក្នុងនាមជាអុកញ៉ាធិរាជមន្ត្រីធ្វើជាប្រតិភូរួមដំណើរជាមួយនឹងអុកញ៉ាស្រីធម្មរាជហែមនិងអុកញ៉ាសន្ធររចនាសៅឲ្យទៅទីក្រុងបាងកកប្រទេសថៃដើម្បីនាំរាជសារក្រាបបន្ទូលព្រះចៅចោមភ្លាវអំពីការចូលទីបង្គត់នៃព្រះបាទអង្គឌួងនេះបើយោងតាមសៀវភៅព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតីទំព័រលេខ24កាលនៅជាក្រហមអុកញ៉ាព្រះឃ្លាំងនងមានងារស័ក្តិដូចជា1អុកញ៉ាវង្សាក្សត្រ2អុកញ៉ាធិរាជមន្ត្រី3អុកញ៉ាព្រះឃ្លាំងនិងចុងក្រោយអុកញ៉ាវង្សាពេជ្រអុកញ៉ាព្រះឃ្លាំងនងត្រូវបានចាត់ទុកជាកវីឯកមួយរូបនៅក្នុងរាជការព្រះបាទអង្គឯងនិងព្រះបាទអង្គឌួងអ្វីត្បិតតែលោកជាកវីនិពន្ធសម័យនោះពិតមែនតែស្នាដៃរបស់លោកមានកេរ្តិ៍ឈ្មោះល្បីសុសសាយមកដល់ក្នុងរជ្ជកាលក្សត្របន្តបន្ទាប់និងអ្នកសិក្សាប្រវត្តិសាស្ត្រអក្សរសាស្ត្រខ្មែរចំនួនក្រោយផងដែរលោកបានផ្ចិតផ្ចង់រៀបរៀងខាងអក្សរសាស្ត្រជាច្រើនរហូតបានឡើងងារជាអុកញ៉ាព្រះឃ្លាំងនិងជាចៅហ្វាយក្រុងរាជបណ្ឌិតហើយលោកក៏ជាអ្នកនិពន្ធចំណឹករបស់ស្ដេចផងដែរស្នាដៃតែនិពន្ធរបស់លោកដែលភាគច្រើនលោកបានផ្ដោតទៅលើខាងអក្សរសាស្ត្រខ្មែរអុកញ៉ាព្រះឃ្លាំងនោះបានបន្សល់ទុកនៅស្នាដៃរបស់លោកដែលយើងអាចយកមកសិក្សាបានមានដូចជា1ច្បាប់សុភាសិតដែលតែងនិពន្ធនៅក្នុងឆ្នាំ1790 2លោកនាយកជាដកដែលមាន2ភាគនិពន្ធនៅក្នុងឆ្នាំ1794 3បញ្ញាសេរសានិពន្ធនៅក្នុងឆ្នាំ1794 4ភុកកុលកុមារនិពន្ធនៅក្នុងឆ្នាំ1840 5វេរនេតនិពន្ធនៅក្នុងឆ្នាំ1808 6ព្រះសមុទ្រនិពន្ធនៅក្នុងឆ្នាំ1808ដូចគ្នា7ពង្សាវតារនិពន្ធនៅក្នុងឆ្នាំ1818និងចុងក្រោយគឺល្បើកសិល5ដែលពុំមានព័ត៌មានណាមួយបានបញ្ជាក់អំពីឆ្នាំតែងនិពន្ធនោះទេ